បងស្រីអូនហាក់ដូចជាឃើញស្វាមីរបស់បងស្រីម្នាក់នោះជានរណាទៅណែណាទៅបន្ទប់ VIP កាលពីបន្តិចមិញដឹងរឿងនេះរួចហើយបងស្រីចង់ទៅណាទៅផ្សារទំនើបទៅជាមួយអូនទៅអបអសាទរការជាសះស្បើយរបស់លោកពូការវិលត្រឡប់របស់កូនស្រីលោកពូមកកាន់ប្រទេសនេះនឹងបន្តទំនាក់ទំនងជាមួយលោកពូអូនសុំលាយើងទាំងអស់គ្នាផឹកជាមួយគ្នាចូលកែវវ៉ាដូទន្ទឹងរង់ចាំយូរហើយកូនស្រីបានត្រឡប់មកវិញលោកពូមិនអាចទ្រាំបានទេផឹកស្រាដើម្បីអបអរបរិយាកាសនេះអូលោកពូហេតុអ្វីបានជាលោកពូយិនខ្មៅឲ្យកូនស្រីមានអារម្មណ៍ថាចង្អៀតចង្អល់បងស្រីលោកពូនេះគឺជាភរិយារបស់លោកពូដែលទទួលបានថ្លៃបណ្ណាការ3លានយ៉ននោះស៊ូម៉ាន់មកទីនេះដើម្បីអ្វីមិនឃើញទេថាវាជាពិធីជប់លៀងផ្ទាល់ខ្លួនរបស់យើងអូនមកទទួលស៊ូម៉ាន់អូនប្រាប់បងស្រីហើយកុំស្រឡាញ់បងស្រីទៀតអីបងស្រីបានត្រឡប់មកវិញហើយបងស្រីមានពេលបន្តិចល្អបំផុតគឺទៅដោយខ្លួនឯងអូបងស្រីទៅតែជាសះស្បើយកុំផឹកស្រាច្រើនពេកអីថ្ងៃនេះថ្ងៃទី20អូននឹងត្រឡប់ទៅវិញចាសោះកុំប៉ះអូនគឺទេបងប្អូនជីដូនមួយអូនប្រាប់ស្រីពិតជាមានមុនស្នេហ៍ណាស់មានន័យថាដូចម្ដេចទៅរៀងរាល់ថ្ងៃទី20អូននឹងឲ្យលុយចាយស៊ូម៉ាន់សម្រាប់លុយប៉ុណ្ណឹងបងស្រីមិនអាចរងចាំបន្តិចបានទេតើអាចទៅរួចទេបងស្រីក៏មានអារម្មណ៍ដែរអូនគ្រាន់តែចង់បានលុយរបស់បងស្រីប៉ុណ្ណោះនេះ200000ទៅចុះហើយកុំមករំខានអូននឹងជួបជុំជាមួយមិត្តភក្តិល្អណាស់ព្រោះវាជាការពិតបែបនេះបន្ទាប់មកបណ្ដោយឲ្យអូនខ្លាចជាស្ត្រីដែលចង់បានអូននឹងត្រឡប់មកវិញឥឡូវនេះប្រាក់ចំណូលបន្ថែមចំនួន200,000យ៉នហេតុអ្វីយល់ព្រមតើមានរឿងអ្វីផ្សេងទៀតទេលេខ20តាមពិតទៅវាគឺជាខួបកំណើត9ខែពូធូស៊ូម៉ាន់នេះតើអាចទៅរួចទេដែលអូនធ្លាក់ក្នុងអន្លង់ប្រហែលជាអូនពិតជាធ្វើឲ្យបងស្រីឈឺចាប់ខ្លាំងណាស់តើមានរឿងអ្វីបងស្រីមិនមានរបួសអ្វីទេមែនទេមិនមានរបួសទេមានរឿងនេះអូយទូអង្គរមែនទឹកដែលមិនបានរំពឹងទុកទទួលបានផលចំណេញភ្លាម20លានអារម្មណ៍ខ្ញុំមួយនេះវាធ្លាក់ចុះខ្លាំងណាស់តើអូនធ្លាក់ក្នុងអន្លង់ស្នេហ៍បងមែនទេដោយរបៀបណាបងវាគ្រាន់តែជាមនុស្សអួតអាងម្នាក់ប៉ុណ្ណោះជប់និយាយទៅខ្ញុំមានលុយច្រើនណាស់ចាំបងនាំអូនទៅញ៉ាំអីនៅថ្ងៃស្អែកចូលចំណាយលុយទាំងអស់នេះទៅខ្ញុំមិនមានសៀវភៅកត់ត្រាទេនេះជាលើកទី1ហើយដែលខ្ញុំមកទិញទំនិញនៅទីនេះថ្ងៃនេះបងជាអ្នកចេញលុយនាងស៊ូទុកឲ្យខ្ញុំជាអ្នករៀបចំសាឡបងញ៉ាំបាក់សូសង្ហាបារៃសេកនេះមើលឆ្ងាញ់ខ្លាំងណាស់កាលនោះបងបានញ៉ាំជាមួយអ្នកនាងហ្វូយៀនហ្វូប៉ុន្តែចុងភៅរបស់បងបានមកធ្វើម្ហូបឲ្យញ៉ាំផ្ទាល់តែម្ដងឆ្ងាញ់ខ្លាំងណាស់សាក់លបងមើលទៅតើវាឆ្ងាញ់ទេវាឆ្ងាញ់ខ្លាំងណាស់មែនទេខ្ញុំចង់ថតរូបហើយបង្ហោះទៅលើបណ្ដាញសង្គមខ្ញុំស្មានថាអ្នកនេះជាអ្នកភូមិមកពីណាទៅខ្ញុំមិនដឹងទេតើឆ្កែនេះមកពីណាតាមពិតទៅគឺជារបស់អូនអូយតើអូនហៅអ្នកណាថាជាឆ្កែបងនឹងត្រូវបណ្ដេញចេញដោយបងប្អូនជីដូនមួយរបស់ខ្ញុំប៉ុន្តែបងនៅតែមានចិត្តនោះណាភីសាណានអានដាសុបសាំងបូរងថៃបាយបងប៉ៅហើយដង្កេនឯនេះគីស្គីវីកូមេយ៉ាគូនេះហេតុអ្វីខ្ញុំបានបញ្ជាទិញរបស់នេះតើអូនបានបញ្ជាទិញអ្វីខ្លះខេមូសេងកាបៀហើយដង្កេនឯនេះតម្លៃរបស់វាគឺ42800បងប្រហែលជាមិនអាចសំបីតែបងថ្លៃលុយតូចតាចនេះផងតើនេះមិនមែនជាភោជនីយដ្ឋានដ៏ប្រណីតទេហេតុអ្វីបានជាមនុស្សអាចចូលមកបានមើលទៅពួកគេដូចជាមនុស្សស៊ូមើលទៅហាក់ដូចជាមិនអាចទៅរួចទេមែនទេប៊ូម្ហូបនេះសូមផ្ដល់ជូនទៅអ្នកនាងហ៊ីដែលជាអ្នកប្រើប្រាស់កាតមាសរបស់យើងហេតុអ្វីត្រូវធ្វើបែបនេះតើមិនគួរមានច្បាប់ទម្លាប់ថាអ្នកណាត្រូវមកមុនទេប្រសិនបើអ្នកជាអ្នកប្រើប្រាស់កាតមាសអ្នកអាចរីករាយនឹងសិទ្ធិពិសេសនេះបានបងមិនមើលទៅដូចជាអ្នកមានទេតើអូនវាតម្លៃមនុស្សពីការស្លៀកពាក់មែនទេខេមូមេគីនដេនណូរ៉ាចេញកុនសូឡាខេនណូរេងលេងកាឡៅសាប៊ឺឌីសាយ៉ាការបូកថ្លៃបែបនេះក៏ជារឿងធម្មតាសម្រាប់មនុស្សដែលមានលុយរាប់សែនមានអ្នកណាម្នាក់នឹងមើលងាយបងឡើយ